សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានពេលទំនេរបន្តិចឥឡូវនេះទៅបែកយ៉ាតទៅកាត់ប្រទាលកន្ទុយក្រពើឬក៏ aloe vera ហ្នឹងយកមកធ្វើទឹកប្លុកញ៉ាំស្រួលបងប្អូនហើយនេះខ្ញុំកាត់យកតែសាច់សប៉ុន្តែមុននឹងយើងកាត់យកឬក៏កោសយកសាច់សអញ្ចឹងបងប្អូនលាងទឹកឲ្យស្អាតហើយត្រាំទឹកប្រហែលជា10នាទីហើយយើងយកមកកោសយកសាច់សទៅហើយដាក់មកល្មមដែលថាបងប្អូនចូលចិត្តហើយនេះខ្ញុំមានក្រូចមួយផ្លែទុកដាក់កិនជាមួយហើយនឹងខ្ញុំមានផ្លែលម៉ើទាំងគេហៅផ្លែដេតហើយនឹងមានទឹកឃ្មុំខ្ញុំដាក់ទឹកឃ្មុំលាយប្រហែលជាមួយស្លាបព្រាដែរហើយទឹកឃ្មុំប្រភេទនេះអត់ផ្អែមទេបងប្អូនតែវាដូចរាងខាប់ទឹកឃ្មុំនេះមកពីញូហ្សេឡង់ឬក៏អីទៅខ្ញុំភ្លេចបាត់ហើយនេះលាយទឹកយើងដាក់ទឹកប្រហែលជាមួយកែវហ្នឹងប្រហែលជា8អោនហើយអត់ចាំបាក់ដាក់ច្រើនពេកទេទឹកឥឡូវនេះយកមកកាន់ហើយកាន់អត់ឥឡូវនេះខ្ញុំបានកាន់រួចហើយសាកញ៉ាំទៅផ្អែមល្មមឆ្ងាញ់